អានញ្ញាតគ្រប់នឹងជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកជាគំនិត3ដែលខ្ញុំយល់ឃើញក្នុងនាមជាយុវជនម្នាក់ទី1យើងស្នេហាជាតិតែត្រូវយល់ពីបញ្ហារបស់ជាតិដែរចំណុចទី1ចំណុចទី2យើងប្រាថ្នាសន្តិភាពមិនមែនសង្គ្រាមចំណុចទី3គឺភាពខ្លាំងរបស់ជាតិគឺការរួបរวมគ្នានិងការសាមគ្គីគ្នាចំណុចទី1អ្វីដែលខ្ញុំចង់ចែករំលែកគឺស្នេហាជាតិត្រូវយល់ពីបញ្ហារបស់ជាតិយើងត្រូវតែទទួលយកនូវភាពខ្សោយរបស់យើងហើយត្រូវរៀនទទួលស្គាល់ថាយើងតូចជាងគេតូចទាំងប្រជាជនតូចទាំងសេដ្ឋកិច្ចតូចទាំងយោធាចំណុចទី1ចំណុចទី2យើងប្រាថ្នាចង់បានសន្តិភាពមិនមែនសង្គ្រាមដូច្នេះទោះបែបណាក៏ដោយគឺយើងមិនចង់បានការផ្ទុះអាវុធគ្នាទេហើយពេលនេះគឺជាពេលមួយដែលយើងគិតថាជាភាពកក់ក្ដៅនៅក្នុងចិត្តខ្លះដែរដែលមានបទឈប់បាញ់កាលពីថ្ងៃទី27ចូលជាធរមាននៅម៉ោង12ថ្ងៃត្រង់ហើយចំណុចទី3គឺភាពខ្លាំងរបស់ជាតិគឺការរួបរวมគ្នានិងការសាមគ្គីគ្នាគ្រប់ជាតិសាសន៍ណាក៏ដោយគ្រប់ប្រទេសណាក៏ដោយប្រសិនបើជាតិសាសន៍មួយរស់នៅជាមួយគ្នាហើយមិនស្រស់ស្រួលមិនចុះសម្រុងគ្នាសំណួរសួរថាតើឲ្យជាតិសាសន៍នោះមានការរីកចម្រើនដោយរបៀបណាហើយបើយើងមិនសាមគ្គីគ្នាតើឲ្យមានកម្លាំងស្មារតីជាតិនិយមកើតដោយរបៀបណាមានអ្នកស្នេហាជាតិខ្លះមួយចំនួននៅក្រៅស្រុកក្រៅទេសមិនសំដៅទៅដល់បងណាពូណាមិញណានោះទេគាត់ស្នេហាជាតិប៉ុន្តែគោលបំណងរបស់គាត់ពេលដែលជាតិកំពុងតែជួបទុក្ខគាត់បែរជាធ្វើឲ្យបង្វែរនៅការសាមគ្គីគ្នារបស់ពលរដ្ឋជាមួយនឹងថ្នាក់ដឹកនាំជាតិជាមួយនឹងទាហានមានការខ្វែងគំនិតគ្នាមានការមិនយល់ពីគ្នាទៅវិញសំណួរសួរថាតើគាត់ស្រឡាញ់ជាតិបែបណាបែរជាចង់ឲ្យជាតិសាសន៍របស់ខ្លួនមានការបែកបាក់គ្នាទៅវិញតើនោះមែនទេដែលជាការស្នេហាជាតិពិតប្រាកដរបស់ពួកគាត់ការស្នេហាជាតិដែលមិនបានសំដៅទៅដល់ការធ្វើឲ្យជាតិការធ្វើឲ្យពលរដ្ឋនិងរដ្ឋមានភាពសាមគ្គីគ្នាទេនោះមិនមែនជាការស្នេហាជាតិទេយើងហាមាត់ថាស្រឡាញ់ជាតិស្នេហាជាតិប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃព្យាយាមរកកលល្បិចកលវិធីធ្វើយ៉ាងណាឲ្យរដ្ឋហើយនិងពលរដ្ឋមានគំនិតមិនស៊ីគ្នាមានការយល់ខុសពីគ្នាហើយនឹងធ្វើឲ្យមានការបែកបាក់សាមគ្គីគ្នាតើនឹងមែនទេដែលជាគេហៅថាស្នេហាជាតិពេលណាដែលយើងបែកបាក់គ្នាយើងអត់មានកម្លាំងស្នូលមួយទេដូច្នេះយើងត្រូវតែក្នុងស្ថានភាពបែបណាក៏ដោយស្រឡាញ់គ្នាជឿទុកចិត្តគ្នានិងឲ្យតម្លៃគ្នាហើយរួមសុខរួមទុក្ខជាមួយគ្នានោះហើយគឺជាការជួយជ្រោមជ្រែងជាតិយើងបាទទី2យើងត្រូវដឹងថាយើងមិនប្រាថ្នាចង់បានសង្គ្រាមទេពេលណាដែលមានបទឈប់បានចូលមកដល់នោះហើយគឺជាការប្រាថ្នារបស់មនុស្សទូទៅនៅក្នុងប្រទេសនៅក្នុងសង្គ្រាមធ្វើឲ្យមនុស្សស្លាប់ធ្វើឲ្យមានការបែកបាក់ធ្វើឲ្យមនុស្សពិការរឿងដែលយ៉ាប់បំផុតគឺធ្វើឲ្យមនុស្សពិបាកនៅក្នុងការរកអាហារបំពេញកាពះដើម្បីឲ្យជីវិតរស់ដូច្នេះហើយទើបបានជាយើងប្រឹងប្រែងទាំងអស់គ្នាថាធ្វើបែបណាក៏ដោយទាំងពលរដ្ឋទាំងមន្ត្រីទាំងរាជរដ្ឋាភិបាលទាំងទាហានគឺយើងចង់បានសន្តិភាពគ្រប់គ្នា អ
ចំណុចទី3គឺភាពខ្លាំងរបស់ជាតិយើងនៅតែធ្វើដដែលការសាមគ្គីគ្នាពីមុនបែបណាគឺយើងនៅតែបន្តសាមគ្គីគ្នាការរួមរស់ជាមួយគ្នានិងការសាមគ្គីគ្នានោះគឺជាភាពខ្លាំងរបស់ជាតិយើងពីទសវត្សរ៍50ដល់ទសវត្សរ៍90ខ្មែរបែកបាក់គ្នាដោយមនោគមវិជ្ជាច្រើនរូបភាពដែលជាសេណារីយ៉ូរបស់គេដូច្នេះវាជាដងដានប្រវត្តិសាស្ត្រហើយដែលយើងត្រូវតែចងចាំមិនឲ្យវាកាត់ឡើងជាដាច់ខាតនៅរូបភាពបែបហ្នឹងអញ្ចឹងយើងត្រូវតែធ្វើបែបណាទី1ភក្តីភាពចំពោះជាតិសាសន៍ឯងទី2រួបរวมគ្នាសាមគ្គីគ្នាជាកម្លាំងតែមួយរដ្ឋទាហាននិងពលរដ្ឋមានជោគវាសនាតែមួយទី3ទោះយើងជួបទុកការលំបាកបែបណាក៏ដោយត្រូវតែចេះអោបក្រសោបគ្នាក្រៀកស្មាគ្នាហើយប្រឹងដើរតស៊ូជំនះទៅមុខជាមួយនឹងគ្នាទោះត្រូវខាត់បងប៉ុណ្ណាក៏ដោយក៏យើងត្រូវតែធ្វើឲ្យបានអូខេខ្ញុំសរុបមកវិញគឺចំណុចដែលខ្ញុំចង់ចែករំលែកមាន3ទី1ស្នេហាជាតិត្រូវយល់ពីបញ្ហារបស់ជាតិចំណុចទី2គឺយើងប្រាថ្នាចង់បានសន្តិភាពមិនមែនសង្គ្រាមទេចំណុចទី3គឺភាពខ្លាំងរបស់ជាតិគឺការរួបរวมគ្នានិងការសាមគ្គីគ្នាសូមអរគុណ